ការប្រកបអាជីវកម្មល្អនិងការកសាងទំនាក់ទំនងរយៈពេលវែងនៅក្នុងវិស័យកសិកម្មទំនាក់ទំនងអាជីវកម្មស្អិតរមួតគឺជាគន្លឹះទៅកាន់ភាពរីកចម្រើនប្រកបដោយនិរន្តរភាពមិនថាលោកអ្នកជាកសិករអ្នកបញ្ជាទិញឬអ្នកផ្គត់ផ្គង់ទេការជឿទុកចិត្តតម្លាភាពនិងវិជ្ជាជីវៈគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ពីរបៀបដែលដំណើរការអាជីវកម្មល្អបង្កើតភាពជាដៃគូរយៈពេលវែងនិងគាំទ្រទីផ្សារដែលមានស្ថិរភាពពីសហគមន៍កសិកម្មជោគជ័យក្នុងជំនួយនេះសូមចាប់ផ្ដើមពីការជឿទុកចិត្តដែលជាមូលដ្ឋានគ្រឹះនៃគ្រប់ទំនាក់ទំនងអាជីវកម្មដ៏ល្អអ្នកបញ្ជាទិញតែងតែតាមដានអំពីភាពជឿទុកចិត្តបានដែលក្រុមកសិករបានផ្ដល់ឲ្យសហគមន៍កសិកម្មដែលបំពេញតាមកិច្ចព្រមព្រៀងត្រឹមត្រូវបង្កើតកេរ្តិ៍ឈ្មោះល្អនិងទទួលបានឱកាសថ្មីបន្តទៀតដែលយើងទុកចិត្តគ្នាទៅវិញទៅមកនោះដោយសារតែសហគមន៍ក៏ស្មោះត្រង់ជាមួយរោងចក្រក៏ស្មោះត្រង់មួយយើងដោយសារយើងមានកិច្ចសន្យាស្វែងឡើងថ្លៃក៏នៅតែប៉ុណ្ណឹងចុះថោកក៏នៅតែប៉ុណ្ណឹងហើយយើងខាងសហគមន៍ក៏ដូចគ្នាដែរមុននឹងយើងសម្រេចចិត្តថាលក់យើងដាក់ចិត្តទៅហើយថាទៅស្វែងឡើងប៉ុណ្ណាក៏ខ្ញុំត្រូវតែលក់អុយខាងរោងចក្រដែរស្វែងចុះប៉ុណ្ណាក៏នៅតែលក់អុយអត់កែប្រែទេខាងរោងចក្របញ្ជាទិញថាយក2 1 គីឡូ 3 1 គីឡូគឺខ្ញុំដាក់ឲ្យដូចគេបញ្ជាទិញមកខ្ញុំអត់ទេដាក់ល្មើសហើយគាត់នៅបញ្ជាទិញពីសហគមន៍បានន័យថាគាត់នឹងទុកចិត្តលើយើងធ្វើអីមួយក៏ឆ្លងយោបល់ពីគាត់ហើយគាត់បញ្ជាក់មកទៀតថាទិញយកទៅស្វាយក្នុងសមាជិកទេក្រៅសមាជិកគឺគាត់មិនយកអញ្ចឹងពួកខ្ញុំក៏អត់ហ៊ានទៅទិញអ្នកណាក្រៅពីសមាជិកដែរទិញតែក្នុងសមាជិកទេតម្លាភាពមានសារៈសំខាន់ដូចគ្នាការចរចាគ្នាច្បាស់លាស់អំពីតម្លៃគុណភាពផលិតផលនិងពេលវេលានៃការដឹកជញ្ជូនជៀសវាងការភ័ន្តច្រឡំនិងការបង្កើនទំនុកចិត្តនៅពេលដែលភាគីទាំងពីរចែករំលែកព័ត៌មានត្រឹមត្រូវបញ្ហាត្រូវបានដោះស្រាយកាន់តែលឿនហើយការភ័ន្តច្រឡំអាចកើតមានកាន់តែតិចតម្លាភាពគឺមានសារៈសំខាន់ណាស់ក្នុងការធ្វើអាជីវកម្មមិនមែនមានន័យថាសម្រាប់តែអាជីវកម្មកែច្នៃទេគឺគ្រប់អាជីវកម្មទាំងអស់គឺមានសារៈសំខាន់តម្លាភាពគឺបង្កើតឲ្យមានភាពទុកចិត្តរវាងកសិករសហគមន៍អ្នកកែច្នៃក៏ដូចជាអ្នកទិញវាគឺជាការរកស៊ីមួយដែលផ្ដល់ឲ្យទៅវិញទៅមកនៅសមភាពនិងភាពយុត្តិធម៌អញ្ចឹងបើសិនជាសហគមន៍កសិកម្មគាត់ជួនដំណឹងមកយើងអំពីភាពមិនប្រក្រតីអ្វីមួយតែបង្ហាញអំពីតម្លាភាពរបស់គាត់អញ្ចឹងខាងក្រុមហ៊ុនអ្នកកែច្នៃដូចជាខាងគម្រោងពុកប្រជិនហ្នឹងគឺយើងចូលរួមចំណាយជាមួយគាត់ដើម្បីចូលរួមរកបញ្ហាដោះស្រាយជូនគាត់ក្នុងគោលបំណងមួយគឺថាយើងwin-win ទាំងអស់គ្នាវិជ្ជាជីវៈក្នុងអាជីវកម្មកសិកម្មកិច្ចព្រមព្រៀងអាជីវកម្មគឺមានន័យលើសពីក្រដាស់មួយសន្លឹកវាជាការសន្យារវាងគ្នានឹងគ្នាដៃគូអាជីវកម្មដែលអាចទុកចិត្តបាននឹងត្រូវបានគេជឿទុកចិត្តនិងចងចាំទុកនិងនៅតែរក្សាទំនាក់ទំនងល្អក្នុងអាជីវកម្មល្អកសាងបាននូវអ្វីដែលលើសពីប្រាក់ចំណេញវាបង្កើតការជឿទុកចិត្តភាពស្មោះត្រង់និងបណ្ដាញដៃគូដែលទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមកនិងរីកចម្រើនទៅមុខជាមួយគ្នាព្រោះក្នុងវិស័យកសិកម្មជោគជ័យរយៈពេលវែងអាស្រ័យលើទំនាក់ទំនងយូរអង្វែងរួមគ្នាដើម្បីជីវភាពកសិករកាន់តែប្រសើរជោគជ័យចាប់ផ្ដើមពីស្វាយមួយផ្លែ